សួស្តីជួបជាមួយនឹងខ្ញុំវីដេអូថ្មីវីដេអូនេះខ្ញុំមកបង្ហាញជូនបងប្អូននៅទម្រង់មុខចប់ហើយវីដេអូក្រោយខ្ញុំនឹងបន្ថែមខ្លួនទាំងមូលតែម្ដងដោយសារតែខ្ញុំចង់ឲ្យបងប្អូនចាប់មុខសិនតែពេលយើងចាប់ទាំងអស់ខ្លាចនឹងអត់តាន់អញ្ចឹងយើងគូទម្រង់មុខស្កែទម្រង់សិនទៅជាដំបូងឡើយគឺយើងគូជាទម្រង់4ជ្រុងណាបងប្អូនមួយខ្នាតហ្នឹងគឺយើងយកប៉ុន្មានក៏បានដែរឲ្យតែ4ជ្រុងបន្ទាប់មកយើងគូខ្សែចំហៀងដើម្បីយើងដាក់កាជាដោយសារខ្ញុំរៀនមកគេគូតែអញ្ចឹងណាបងប្អូនខុសពីជាងសាលាអញ្ចឹងចេះបែបណាខ្ញុំបង្ហាញបែបហ្នឹងទៅសម្រាប់ខ្ញុំគូខ្សែទៅតឹងនោះគឺចុងកាជាស្មើនឹងចុងចិញ្ចើមហើយខោមកាជាចុងកាជាក្រោមស្មើនឹងខ្ទង់ច្រមុះហើយសម្រាប់ខោមចើមខោមច្រមុះនោះមានមាត់មានភ្នែកទៅតាមជាក់ស្ដែងអញ្ចឹងទៅហើយខ្ញុំបង្ហាញនេះគឺនៅក្នុង iPad អញ្ចឹងខ្ញុំអាចខ្ជិលហើយអញ្ចឹងខ្ញុំដាក់មកចាហៀងយើងគូបានសងខាងអញ្ចឹងណាយើងអត់គូមកចាហៀងម្ដងដោយសារតែនៅក្នុង iPad យើងគូវាល្អិលអត់ដូចនៅក្រដាសទេបងប្អូនប៉ុន្តែប៉ុណ្ណឹងខ្ញុំជឿថាបងប្អូននឹងអាចយើង skate ពណ៌ដីលែងដំបងហ្នឹងគឺចេញជាទម្រង់បកេះអងអញ្ចឹងណាបងប្អូនហើយក៏យើងបន្ថែមគ្រឿងអលង្ការដូចជាចងកាជានិងមកកូតជាដើមយើងគូជាតួអង្គព្រះសហមេត្រីអញ្ចឹងណាបងប្អូនយើងអាចគូបានពីរតួអង្គយើងគូព្រះសម្មាសម្ពុទ្ធយើងដាក់គ្រឿងអលង្ការតែយើងដាក់ក្នុងសតដូចខ្ញុំអញ្ចឹងទៅគឺហើយយើងគូដបងព្រៀងដបងយើងយកដិតបងប្អូនយកសាទៅគឺកាន់តែសាឲ្យវាកុំឲ្យដិតកាន់តែល្អចាំពេលដែលយើងសម្រេចថាអូខេហើយចាំយើងគូយកដិតតែម្ដងយើងមានខ្វើតមានអីចឹងហើយសម្រាប់ការបំបែកក្បាច់ចនកាជាឬក៏មកកុដគឺខ្ញុំបានបង្ហាញរួចហើយនៅក្នុងវីដេអូពីមុនតែវីដេអូបន្ទាប់គ្នាពី3បន្ទាប់នេះគឺបានបង្ហាញទម្រង់មុខចាហៀងស្អីនិងចំហៀងប្រុសបានរួចរាល់ហើយចឹងបងប្អូនអាចចូលទៅមើលបានសម្រាប់ការកាត់ចនកាជានឹងដោយសារតែវាកាត់ដដែលទេបងប្អូនចឹងខ្ញុំក៏មិនកាត់ទៅយើងគ្រាន់តែស្កេតទម្រង់ជារៀងធម្មតាអញ្ចឹងណាបងហ្នឹងហើយបើសិនជាបងប្អូនមិនយល់ត្រង់ចំណុចកន្លែងណាក៏អាចខមមិនសួរឬឆាតសួរនៅក្នុងក្រុមបងប្អូនអាចឆាតសួរក្នុងក្រុមបាទក្រុម Telegram ខ្ញុំបានបង្កើតហើយបាទមានបងប្អូនគាត់ចូលប្រហែលជា30នាក់អីដែរអញ្ចឹងបើសិនជាបងប្អូនអាចចង់រៀនហើយចង់ចូលក្នុងក្រុមអាចចូលបានបងប្អូនអរគុណច្រើនអរគុណវីដេអូនឹងជួបគ្នាប៉ុណ្ណឹងចាំជួបគ្នាវីដេអូក្រោយយើងព្រៀងជាខ្លួនទាំងមូលតែម្ដង